តាសួស្តីបងប្អូនថ្ងៃនេះនាងខ្ញុំនឹងក្រុមគ្រួសារខ្ញុំបានទៅស្រុកខាងប្តីរបស់ខ្ញុំចាចឹងមើលសកម្មភាពដំបូងមុននឹងនាងខ្ញុំទៅខាងប្តីខ្ញុំនាងខ្ញុំបានធ្វើទឹកតែបៃតងដោះគោអ្នកដឹងមកយាយបងប្អូននាងខ្ញុំគ្រប់តាំងពីម៉ោង4កន្លះចឹងហើយយើងធ្វើខ្លះអត់តាន់ខ្ញុំនាងខ្ញុំធ្វើគួចនិងគ្រីមចាយទឹកតែបៃតងអ្នកនឹងនាងខ្ញុំធ្វើបងប្អូននេះធ្វើមើលខាងដើមវីដេអូហើយចានាងខ្ញុំដាំទឹកហើយក៏ដាំទឹកឆុងតែបៃតងដាំអីនឹងមកហើយក៏នាងខ្ញុំនឹងទុកគូចចោលសិនដោយសារយើងស្ងោរយើងធ្វើងាស់គូចនឹងអញ្ចឹងយើងកូវាឲ្យដាច់ទឹកមកអញ្ចឹងហើយនាងខ្ញុំងាកមកមើលទឹកតែបៃតងនាងខ្ញុំក៏នាងខ្ញុំនឹងលាយតាមនឹងមកបងប្អូនព្រោះនាងខ្ញុំកាត់ទេបងប្អូនដោយសារថតពីច្រើនខ្លាចបងប្អូនតូចមើលទៅធុញតែមានអ្នករីកមិនថានាងខ្ញុំធ្វើវីដេអូលឿនខ្លីពេកមើលផ្លែតបាត់អស់អញ្ចឹងណាអញ្ចឹងនាងខ្ញុំគ្មានបានថតវែងយូរអនឡាញទេនាងខ្ញុំក៏ធ្វើហើយក៏ងាកមកមើលគ្រីមនាងខ្ញុំនេះខ្ញុំយកទៅដាក់ទូទឹកកកដោយសារអីខ្ញុំមានទឹកកកប្រសេមកបានយកមកវាយមិញហ្នឹងចឹងហើយធ្វើគ្រីមហើយនាងខ្ញុំក៏មកឆុងកាហ្វេមួយកែវចាឆុងឲ្យប្តីរបស់ខ្ញុំព្រោះគាត់ត្រូវការញ៉ាំកាហ្វេបើអត់បានកាហ្វេញ៉ាំទីគឺគាត់ឈឺក្បាលពេញមួយថ្ងៃហើយក៏ហើយអស់នាងខ្ញុំក៏មកធ្វើខ្លួនហើយក៏ចេញដំណើរទៅតាមផ្លូវបងប្អូនរៀបចំចេញក៏មកដល់ផ្ទះហើយក៏រៀបចំវ៉ាន់ទៅកន្លែងចែកដីដែលខាងប្តីខ្ញុំហ្នឹងណាខាងយាយតាគាត់ហ្នឹងហើយនាងខ្ញុំមកដល់ហើយនេះអញ្ចឹងយើងដួលចាប់ឲ្យយាយជូនគាត់ម្នាក់មួយកែវយ៉ាងទៅព្រោះយើងធ្វើនេះយើងធ្វើឲ្យយាយបងប្អូនគាត់ពិសាបានឆ្ងាញ់យ៉ាងណាក្មេងៗម្នាក់មួយកែវទៅមកកតោហ្នឹងអស់ដែរហ្នឹងណាមានណាបងប្អូនម្នាក់មួយកែវព្រោះគាត់ចិត្តញ៉ាំគ្រីមគូចក្មេងៗមានណាលោកបងលោកមកដល់ហើយចាអញ្ចឹងយើងរៀបចំហើយក៏លោកនិមន្តមកយើងស្ដាប់លោកសូត្រមន្តតិចតួចទៅហើយក៏គាត់បានឆានពេជ្រអូយលោកបងគាត់ឆានឡើង2 3កែវតែអូយឆ្ងាញ់ញ៉ាញោមមានថែមទៀតអត់អញ្ចឹងហើយនាងខ្ញុំតាពីអ្នកបងថ្លៃខ្ញុំស្រីនឹងគាត់អូយកដៃញាប់ជើងឲ្យមានថែមមួយក្មួយខ្ញុំគាត់អត់មានទៅណាគាត់នៅមុខកាមេរ៉ាក៏ប៉ុន្តែខ្ញុំឃើញក្មួយខ្ញុំមកដែរខ្ញុំក៏មកថតផ្លែដៃហ្នឹងទៅវិញគាត់ឃើញកាមេរ៉ាថតគាត់មានទៅណាឆ្ងាយពីកាមេរ៉ាទេគាត់នៅតែនឹងចាបងប្អូនឥឡូវយើងស្ដាប់លោកក៏និមន្តចេញទៅវិញហើយនឹងស្ដាប់បានផ្លែដែរអញ្ចឹងយើងក៏ចាប់ផ្ដើមជូនលុយយាយអញ្ចឹងណាតិចតួចទេបងប្អូនយើងអត់មានអីច្រើនទេជូនយាយម្នាក់តិចទៅខាងប្តីអញ្ចឹងហើយយើងងាកមកមើលខាងពុកម្ដាយក្មេករបស់ប្តីខ្ញុំម្ដងអញ្ចឹងយើងជូនលុយគាត់ទៅហើយព្រោះដល់រដូវភ្ជុំហើយអញ្ចឹងយើងអត់ខ្លាចអត់មានពេលទៅជូនគាត់ទៀតអញ្ចឹងណាអញ្ចឹងហើយក៏យើង4នាក់ម៉ែកូនក៏ជូនពុកជូនម៉ែខាងប្តីរបស់ខ្ញុំនឹងទៅយើងមានប៉ុន្មានយើងជូនប៉ុណ្ណឹងទៅព្រោះដោយសារយើងទៅហើយមកខាតជើងអញ្ចឹងណាដល់ហើយអស់ក៏ពួកយើងនឹងចេញដំណើរចេញទៅវិញហើយបងប្អូនចេញទៅវត្តព្រោះយើងមកឡើងចែកដែរយើងក៏ចេញដំណើរទៅក្នុងវត្តយើងទៅរាប់បាតរាប់អីនេះកូនពៅខ្ញុំចុះហើយចុះទៅក្នុងវត្តយើងសួរគាត់សប្បាយគាត់ថាសប្បាយអញ្ចឹងវីដេអូនាងខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនយើងចូលទៅរាប់បាតរាប់អីចឹងទៅបានមកវត្តហ្នឹងបងប្អូនអើយបានមកប៉ុសហ្នឹងកូនថតឲ្យទៀតកូនថាម៉ាក់កូនថតឲ្យមានប៉ុណ្្នឹងបងប្អូនអរគុណសម្រាប់ការតាមដាន